តាំងតែតគ្នាធ្លាប់ដែរប្រាប់ខ្លួនឯងបែបនេះដែរអត់ថាថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមធ្វើវាក៏ប៉ុន្តែថ្ងៃស្អែកក៏ប្រែទៅជាអាទិត្យក្រោយហើយអាទិត្យក្រោយក៏ប្រែទៅជាខែក្រោយហើយខែក្រោយក៏ចាប់ផ្ដើមប្រែទៅជាឆ្នាំក្រោយហើយតម្រុំតែយើងបានដឹងខ្លួនពេលវេលាក៏ចេះតែកន្លងផុតទៅចំណែកឯគោលដៅរបស់យើងក៏អត់មានវិវត្តនាសោះតែម្ដងគឺនៅតែកន្លែងដដែលប៉ុន្តែរឿងដែលចំណែកបំផុតនោះគឺមិនមែនអ្នកទាំងអស់គ្នាមានភាពខ្ជិលច្រអូសនោះទេហើយក៏មិនមែនមានន័យថាយើងអត់ចង់កែប្រែដែរក៏ប៉ុន្តែសួរថាហេតុអីបានជាវាពិបាកនៅក្នុងការចាប់ផ្ដើមធ្វើនៅរឿងមួយហ្នឹងចឹងថ្ងៃនេះយើងទាំងអស់គ្នានឹងបានដឹងពីមូលហេតុអីបានជាយើងចេះតែមានការពន្យាពេលរហូតហើយរឿងដែលសំខាន់មួយទៀតនោះគឺយើងនឹងដឹងពីវិធីធ្វើម៉េចអាចកិច្ចចេញពីការពន្យាពេលជាធម្មតាមនុស្សយើងទាំងអស់គ្នាសុទ្ធតែមានពេលខ្លះគឺយើងអាចពន្យាពេលនៅក្នុងការធ្វើនៅកិច្ចការណាមួយក៏ព្រោះតែពេលខ្លះគឺយើងមិនទាន់មានកំណត់គ្រប់គ្រាន់នៅក្នុងការធ្វើនៅកិច្ចការទាំងនោះក៏ប៉ុន្តែចំពោះមនុស្សដែលតែងតែមានជំងឺពន្យាពេលគឺពួកគាត់តែងតែមានចេតនានៅក្នុងការជៀសវាងចេញពីការធ្វើកិច្ចការផ្សេងៗរហូតដល់ពេលខ្លះគឺដល់នាទីចុងក្រោយទៅគាត់ខិតខំធ្វើនៅកិច្ចការមួយហ្នឹងឬក៏ពេលខ្លះទៀតគឺអាចកិច្ចការរបស់គាត់ហ្នឹងគឺអាចផុតនៅ deadline តែម្ដងទោះបីជាពេលខ្លះគាត់បានដឹងហើយថាការដែលគាត់ធ្វើបែបហ្នឹងទៅគឺធ្វើឲ្យគាត់កើតនៅជំងឺ stress ឬក៏គាត់ទទួលបាននៅផលវិបាកអវិជ្ជមានក៏ដោយក៏ប៉ុន្តែគឺពួកគាត់នៅតែធ្វើបែបហ្នឹងជារឿយៗចឹងមនុស្សដែលតែងតែពន្យាពេលជាប្រចាំភាគច្រើនពួកគាត់ចូលចិត្តតែងតែចំណាយពេលវេលារបស់ពួកគាត់នៅក្នុងការ scroll នៅលើ social media មើលទូរទស្សន៍មើលរឿងឬក៏មើលព័ត៌មានកំសាន្តផ្សេងៗជាជាងការដែលគាត់ធ្វើនៅការងារដែលសំខាន់ស្របពេលដែលមនុស្សភាគច្រើនគាត់ថាមនុស្សដែលពន្យាពេលគឺជាមនុស្សដែលខ្ជិលច្រអូសឬក៏ជាមនុស្សដែលមិនបានចាត់ចែងនៅពេលវេលាបានត្រឹមត្រូវក៏ប៉ុន្តែមនុស្សដែលពន្យាពេលគឺជាមនុស្សដែលមានបញ្ហានៅក្នុងការគ្រប់គ្រងនៅអារម្មណ៍របស់គាត់ឬក៏យើងហៅថា poor emotional regulation មួយវិញទៀតធ្វើត្បិតតែការពន្យាពេលគឺអាចធ្វើឲ្យយើងទទួលបាននៅអារម្មណ៍ល្អនៅក្នុងរយៈពេលខ្លីក៏ដោយក៏ប៉ុន្តែការធ្វើបែបនេះជារឿយៗនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតនៃការរស់នៅរបស់យើងនៅថ្ងៃខាងមុខទៀតវាអាចមានហេតុផលជាច្រើនដែលអាចធ្វើឲ្យយើងទាំងអស់គ្នាចូលចិត្តពន្យាពេលនៅក្នុងការធ្វើកិច្ចការផ្សេងៗចំពោះកត្តាទី1គឺវាអាចតាក់ទងជាមួយនឹងខួរក្បាលរបស់យើងដែលជាទូទៅខួរក្បាលរបស់យើងចូលចិត្តពន្យាពេលនៅក្នុងការដែលយើងធ្វើនៅកិច្ចការដែលសំខាន់ចឹងសួរថាមានមូលហេតុអីបានជាខួរក្បាលរបស់យើងមានលក្ខណៈបែបហ្នឹងអ្នកទាំងគ្នាសាកសម័យមើលថានៅក្នុងខួរក្បាលរបស់យើងគឺមានសលេងពីរបែបដែលបាននិយាយខ្សឹបប្រាប់មកកាន់យើងចឹងចំពោះសលេងទី1ប្រាប់យើងថាតើយើងគួរតែចាប់ផ្ដើមធ្វើនៅរឿងណាដែលវាសំខាន់ចំពោះគោលដៅរបស់យើងចំណែកឯសំឡេងទី2ខ្សឹបប្រាប់យើងថាអូរឿងហ្នឹងវាពិបាកវាធ្វើទៅវាគួរឲ្យធុញទ្រាន់ណាចង់យើងសម្រាប់5នាទី10នាទីសិនទៅចាំតិចទៀតចាំធ្វើក៏បានដែរក៏ប៉ុន្តែរយៈពេល5នាទីហ្នឹងវាក៏អាចប្រែក្លាយទៅជារយៈពេល1ម៉ោងហើយរយៈពេល1ម៉ោងក៏អាចប្រែក្លាយទៅជារយៈពេលដែលជាច្រើនថ្ងៃជាច្រើនអាទិត្យឬក៏ពេលខ្លះអាចរហូតដល់ជាច្រើនខែក៏មានដែរដូច្នេះហើយធម្មជាតិនៃខួរក្បាលរបស់មនុស្សគឺតែងតែចូលចិត្តនៅ reward នៅក្នុងពេលភ្លាមឧទាហរណ៍ដូចជាការដែលយើង scroll នៅលើ social media ការដែលយើងមើលទូរទស្សន៍ឬក៏វីដេអូកំសាន្តផ្សេងៗដែលទង្វើទាំងអស់ហ្នឹងគឺវាអាចធ្វើឲ្យខួរក្បាលរបស់យើងទទួលបាននៅអារម្មណ៍ល្អនៅក្នុងពេលបច្ចុប្បន្នតែម្ដងក៏ប៉ុន្តែបើសិនបើយើងរៀនសូត្របើសិនជាយើងធ្វើ business ឬក៏យើងទៅ head brand អាហ្នឹងគឺយើងទទួលបាននៅ reward នៅក្នុងរយៈពេលយូរអញ្ចឹងខួរក្បាលរបស់យើងគឺអត់ចូលចិត្តទេគឺគាត់ចូលចិត្តនៅ reward ដែលវាយើងឃើញភ្លាមតែម្ដងអញ្ចឹងធ្វើត្បិតតែយើងទទួលបាននៅអារម្មណ៍ល្អនៅក្នុងរយៈពេលខ្លីក៏ប៉ុន្តែការធ្វើបែបនេះគឺតែងតែបង្កនៅបញ្ហាដល់យើងនៅថ្ងៃខាងមុខទៀតអញ្ចឹងដូចជាប្រយោគជាភាសាអង់គ្លេសមួយណាគេតែងតែនិយាយថា excuses make today easy but tomorrow harder discipline makes today hard but tomorrow easier ចំពោះកត្តាទី2គឺដោយសារតែមនុស្សភាគច្រើនគឺគាត់ចាំតតែពួកគាត់មាន motivation ទៅពួកគាត់ចាប់ផ្ដើមធ្វើនៅកិច្ចការអ្វីមួយមនុស្សភាគច្រើនតែងតែគាត់ថាចាំគាត់មាន motivation ចាំគាត់ចាប់ផ្ដើមក៏បានដែរក៏ប៉ុន្តែសម្រាប់មនុស្សជោគជ័យគឺពួកគាត់តែងតែបញ្ចេញនៅសកម្មភាពមុនពេលដែលគាត់មាន motivation ចឹង motivation វាប្រៀបដូចជាអាកាសធាតុចឹងអាកាសធាតុវាមាន
មានថ្ងៃខ្លះវាអាចនឹងក្តៅថ្ងៃខ្លះវាអាចនឹងភ្លៀងជាដើមចឹងបើសិនបើអ្នកទាំងអស់គ្នាចាំតតែអ្នកទាំងអស់គ្នាមាន motivation បើអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើនៅកិច្ចការអ្វីមួយចឹងនៅពេលនោះអ្នកទាំងអស់គ្នាអត់អាច stay consistent បានទេហើយអ្នកទាំងអស់គ្នានឹងគ្មានថ្ងៃធ្វើកិច្ចការមួយនោះបានសម្រេចជោគជ័យនោះទេប៉ុន្តែផ្ទុយទៅវិញយើងអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមធ្វើវាជាមុនសិនទោះបីជាយើងធ្វើបានតែ5នាទី10នាទីក៏ដោយក៏ប៉ុន្តែពេលដែលយើងធ្វើរយៈពេលយូរទៅនៅពេលនោះ motivation របស់យើងក៏កាន់តែកើនឡើងដូចគ្នាដែរចឹងមិនចាំបាច់តតែមាន motivation បានយើងអាចធ្វើបាននោះទេក៏ប៉ុន្តែយើងគួរតែធ្វើវាមុនពេលដែលយើងមាន motivation ហើយរឿងដែលពិបាកបំផុតមិនមែនស្ថិតនៅលើការងាររបស់យើងនោះទេក៏ប៉ុន្តែគឺវាស្ថិតនៅត្រង់ថាតើយើងបានចាប់ផ្ដើមហើយឬនៅ Just ដែរនោះជា J.K. Rowling ដែលគាត់ជាអ្នកនិពន្ធសៀវភៅរឿង Harry Potter និងជាអ្នកនិពន្ធសៀវភៅរឿងផ្សេងៗទៀតដែលមានភាពល្បីល្បាញគាត់បានចែករំលែកថាការដែលគាត់សរសេរនៅសៀវភៅរឿង Harry Potter គឺគាត់មិនបានទទួលនៅ inspiration ជារៀងរាល់ថ្ងៃនោះទេក៏ប៉ុន្តែគឺមានពេលខ្លះគឺគាត់សរសេរដោយក្តីនឿយហត់សរសេរដែលគាត់ជួបនៅការលំបាកផ្សេងៗក៏ប៉ុន្តែគឺគាត់នៅតែសរសេររឿងជារៀងរាល់ថ្ងៃនេះក៏បានសបញ្ជាក់ឲ្យយើងបានឃើញថាការដែលបញ្ចេញនៅសកម្មភាពគឺវាមានភាពល្អប្រសើរជាងការដែលយើងមាន motivation ចំពោះកត្តាទី3គឺមនុស្សភាគច្រើនគាត់តែងតែរងចាំឲ្យសមត្ថភាពរបស់គាត់ល្អឥតខ្ចោះសិនទើបគាត់ចាប់ផ្ដើមធ្វើនៅកិច្ចការផ្សេងៗមានមនុស្សជាច្រើនតែងតែចង់ឲ្យអ្វីៗគ្រប់យ៉ាង perfectionist ដូចជា perfect plan perfect timing ឬក៏ perfect mood ជាដើមទើបគាត់ចាប់ផ្ដើមនៅក្នុងការធ្វើនៅការងារផ្សេងៗក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចងចាំថាភាពដែលល្អឥតខ្ចោះវាមិនមែនជារឿងដែលល្អនោះទេភាពដែលល្អឥតខ្ចោះវាគ្រាន់តែជាលេសដោសាររបស់មនុស្សជាពិសេសនោះវាគ្រាន់តែជាភាពភ័យខ្លាចតែប៉ុណ្ណោះដូចជាភ័យខ្លាចនៅក្នុងការបរាជ័យភ័យខ្លាចចំពោះការវិនិច្ឆ័យពីអ្នកដទៃនិងមានការភ័យខ្លាចចំពោះការដែលគិតថាខ្លួនឯងនៅមិនទាន់ល្អគ្រប់គ្រាន់មួយវិញទៀតការដែលយើងធ្វើបែបនេះយើងនឹងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថាការដែលយើងធ្វើបែបហ្នឹងក៏ព្រោះតែយើងចង់ឲ្យការងាររបស់យើងវាមានភាពហ្មត់ចត់ល្អក៏ប៉ុន្តែអ្វីដែលយើងធ្វើពិតប្រាកដនោះយើងគ្រាន់តែចង់កាត់ចេញពីអារម្មណ៍ discomfort តែប៉ុណ្ណោះដូច្នេះបើសិនបើយើងសាកល្បងនៅក្នុងការងារឬក៏ធ្វើអ្វីៗនៅក្នុងលើកដំបូងចឹងយើងអត់ចាំបាច់ធ្វើការងារមួយនឹងឲ្យវា perfect ខ្លាំងពេកនោះទេចឹងបើសិនជាអ្នកនរគ្នារងចាំឲ្យតែការងាររបស់អ្នកនរគ្នាបាន perfect ចឹងអ្នកនរគ្នាអត់មានថ្ងៃនៅក្នុងការជោគជ័យឬក៏អត់មានថ្ងៃនៅក្នុងការដែលការងាររបស់អ្នកនរគ្នាអាចផុសចេញជារូបរាងឡើងនោះទេចឹងគ្រាន់តែអ្នកទាំងគ្នាព្យាយាមបំពេញកិច្ចការមួយនឹងឲ្យបានល្អទៅតាមសមត្ថភាពដែលអ្នកទាំងគ្នាមាននោះវាគឺល្អណាស់ទៅហើយដូចជាពាក្យដែលគេតែងតែនិយាយថា done is always better than perfect just តែអ្នកទាំងគ្នាអាចសង្កេតមើលបានថាការពីយើងនៅក្មេងៗមុនពេលដែលយើងអាចដើរបានស្ទាត់ចឹងរឿងដំបូងដែលយើងជួបប្រទះប្រកាសជាយើងតែងតែដើរដួលច្រើនរយដងហើយត្រូវហើយមួយទៀតគឺទោះបីជាពេលដែលយើងដើរដួលច្រើនដងក៏ដោយក៏ប៉ុន្តែយើងនៅតែហ៊ានងើបឈររៀនដើរទៅមុខទៀតចឹងអ្នកនរគ្នាសាកសម័យមើលថាបើសិនជាយើងរងចាំរហូតដល់ពេលដែលយើងអាចចេះដើរបានស្ទាត់ទាំងដែលយើងអត់ទាន់ហ៊ាននឹងបោះចំហៀនទៅមុខមួយចំហៀនផងចឹងសួរថាតើរឿងហ្នឹងវាអាចកាត់ឡើងបានដែរអត់ចឹងវាប្រៀបដូចទៅនឹងការងាររបស់យើងដែរបើសិនជាអ្នកនរគ្នារងចាំរហូតដល់អ្នកនរគ្នាមានសមត្ថភាព perfect នៅក្នុងការធ្វើនៅការងារមួយហ្នឹងចឹងសួរថាតើពេលណាទើបអ្នកនរគ្នាទទួលបាននៅលទ្ធផលពីការងារមួយហ្នឹងចឹងសួរថាតើអ្នកនរគ្នាអាចទទួលបានលទ្ធផលល្អដល់របៀបណាបើសិនជាអ្នកនរគ្នាអត់ហ៊ានបោះចំហៀនទៅមុខមួយចំហៀនផងហ្នឹងកត្តាទី4គឺតាក់ទងជាមួយនឹងជំងឺ depression កាលណាតែមនុស្សបាត់បង់នៅក្តីសង្ឃឹមមិនមានទីពឹងពាក់និងបាត់បង់នៅថាមពលគឺពិតជាពិបាកនៅក្នុងការចាប់ផ្ដើមនិងបញ្ចប់នៅការងារផ្សេងៗទោះបីជាការងារនោះជាការងារដែលធម្មតាសាមញ្ញងាយស្រួលក៏ដោយជំងឺ depression គឺអាចធ្វើឲ្យយើងមានការសង្ស័យចំពោះខ្លួនឯងបាននៅពេលដែលយើងមិនអាចស្វែងរកនៅវិធីដោះស្រាយចំពោះ project ណាមួយឬក៏មានអារម្មណ៍ insecure ចំពោះសមត្ថភាពរបស់ខ្លួនឯងនៅពេលនោះយើងនឹងគិតថាការពន្យាពេលគឺជាជម្រើសដែលល្អបំផុតចឹងចំពោះកត្តាទី5ចុងក្រោយគឺពេលខ្លះគឺអាចបណ្ដាលមកពីការដែលយើងតែងតែមានគំនិតថា project របស់យើងវាអត់ចំណាយពេលវេលាច្រើននៅក្នុងការធ្វើវាឲ្យបានសម្រេចជោគជ័យនោះទេដែលជាហេតុធ្វើឲ្យយើងតែងតែរុញ project នឹងទុកទៅម្ខាងរហូតដល់ពេលដែលចិត្តដល់ deadline ឬក៏ចិត្តដល់ពេលដែលយើងគិតថាវាគឺជាពេលវេលាដែលត្រឹមត្រូវយើងគួរតែ start នៅ project មួយហ្នឹងហើយក៏ប៉ុន្តែពេលដែលយើងចាប់ផ្ដើមធ្វើនៅ project មួយហ្នឹងវាបែរជាធ្វើឲ្យយើងចំណាយពេលវេលាកាន់តែច្រើនទៅលើវា
ចឹងនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងកាត់តែងតែបញ្ជាពេលនៅក្នុងការធ្វើនៅ project ឲ្យមួយដែលយើងតែងតែគិតថា project ហ្នឹងវាស្រួលវាសាមញ្ញវាអត់ take time ច្រើនចឹងពេលដែលយើងទទួលបាននៅ project ឲ្យមួយយើងគួរតែចាប់ផ្ដើមធ្វើវាពីដំបូងឲ្យទៅអញ្ចឹងពេលដែលយើងធ្វើហើយសល់ពេលវេលាយើងអាចចំណាយពេលវេលានៅក្នុងការធ្វើនៅរឿងផ្សេងៗឬក៏យើងអាចធ្វើអីស្រេចតែអំពើចិត្តរបស់យើងកាលណាតែយើងមានពេលវេលាសល់ហើយយើងធ្វើអីរួចហើយអស់ហើយអញ្ចឹងពេលវេលាដែលនៅសល់គឺយើងអាចបំពេញបានតាមតម្រូវចិត្តរបស់យើងហើយដូច្នេះនៅក្នុងចំណុចបន្ទាប់ទៅទៀតនេះគឺខ្ញុំនឹងប្រាប់ពីវិធីមួយចំនួនដែលអ្នកនរគ្នាអាចយកទៅអនុវត្តបានដើម្បីកុំឲ្យយើងមានការពន្យាពេលទៀតចឹងចំពោះចំណុចទី1ដែលយើងគួរតែធ្វើនោះគឺយើងត្រូវតែធ្វើនៅ to do list ដែល to do list នេះវាពិតជាសំខាន់សម្រាប់យើងគ្រប់គ្នាខ្លាំងមែនទែនដែលវាអាចជួយ remind យើងថាតើនៅក្នុងមួយថ្ងៃយើងគួរតែចាប់ផ្ដើមធ្វើគេខ្លះឧទាហរណ៍ដូចជាយើងមានកម្រងថាថ្ងៃហ្នឹងយើងត្រូវតែអានសៀវភៅយើងត្រូវធ្វើ assignment យើងត្រូវរៀបចំផ្ទះឬក៏យើងត្រូវមើល business របស់យើងឬក៏យើងត្រូវទៅ gym ជាដើមចឹងមួយវិញទៀតអ្នកនរគ្នា complex សរសេរនៅការងារណាដែលយើងគាត់ថាវា important ហើយយើងគួរតែធ្វើវាមុនដំបូងចឹងយើងត្រូវតែសេវាដាក់នៅលើដំបូងគេបង្អស់ហើយបើសិនជាការងាររបស់អ្នកនរគ្នាមាន deadline ដែលត្រូវផុតចឹងអ្នកនរគ្នា complex សរសេរនៅថ្ងៃ deadline នៅចិត្តការងារដែលយើងត្រូវធ្វើនឹងផងដើម្បី remind យើងថាចឹងការងារមួយហ្នឹងគឺវាត្រូវមាន deadline ចឹងយើងត្រូវតែធ្វើវាឲ្យបានមុនឲ្យបានឲ្យហើយមុនគេបង្អស់ដូច្នេះការដែលយើងមាន to do list ហ្នឹងគឺវាអាចធ្វើឲ្យចិត្តរបស់យើង focus ទៅលើការងារមួយបានយ៉ាងល្អដោយអត់ធ្វើឲ្យចិត្តរបស់យើងងាករេសុកស្រាប់តែចង់ទៅធ្វើ assignment សុកស្រាប់តែចង់ទៅរៀបចំកន្លែងគេងសុកស្រាប់តែចង់ទៅមើល Facebook ឬក៏ social media អីនោះទេចំណុចទី2គឺយើងអាចបំបែកនៅការងាររបស់យើងឲ្យទៅជា step តូចៗដោយការធ្វើបែបនេះគឺវាជួយឲ្យយើងមិនមានអារម្មណ៍ stress ឬក៏មិនមានអារម្មណ៍ថាធន់ទ្រាំនៅក្នុងការធ្វើនៅការងារនោះទេឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាចង់អានសៀវភៅអញ្ចឹងយើងគួរតែអានឲ្យបានមួយទំព័រសិនបើសិនជាអ្នកនរគ្នាចង់ហាត់ប្រាណអ្នកនរគ្នាគួរតែហាត់ឲ្យបាន5នាទីជាមុនសិនអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើការងារផ្សេងទៀតយើងគួរតែប្របែកវាជាចំណុចទូចបែបហ្នឹងអញ្ចឹងធ្វើត្បិតតែការធ្វើនៅចំណុចទូចបែបហ្នឹងវាមើលទៅវាអត់មានអីសំខាន់អត់មានអីប្រែប្រួលក៏ប៉ុន្តែការដែលយើងធ្វើនៅចំណុចតិចតួចទាំងអស់ហ្នឹងគឺវា build នៅ identity របស់យើងដូច្នេះពេលដែលយើងបាន build នៅ identity របស់យើងហើយនៅពេលនោះគឺយើងនឹងបានធ្វើវាដោយ consistency ដូច្នេះអ្នកនរគ្នាត្រូវចងចាំថាភាពជោគជ័យមិនមែនកើតឡើងដោយសារតែយើងធ្វើនៅទម្លាប់ដែលធំនោះទេក៏ប៉ុន្តែវាកើតចេញពីទម្លាប់ទូចដែលយើងធ្វើជារៀងរាល់ថ្ងៃចំពោះចំណុចទី3គឺយើងទាំងអស់គ្នាត្រូវតែតាមដាននៅការកាត់របស់យើងមានន័យថាពេលដែលយើងប្រុងនឹងគិតថាយើងចង់ពន្យាពេលនៅក្នុងការធ្វើអ្វីមួយគឺយើងត្រូវតែប្រឆាំងដាច់ខាតចំពោះការកាត់ទាំងអស់នោះសិនបើយើងមានកំណត់គិតថាយើងលែងចង់ធ្វើការងារមួយហ្នឹងយើងចង់ពន្យាពេលទៀតអញ្ចឹងយើងត្រូវតែបង្ខំខ្លួនឯងធ្វើម៉េចឲ្យចំណាយពេលវេលាឲ្យច្រើនបំផុតតាមតែអាចធ្វើបានជាមួយនឹងការងារមួយហ្នឹងឧទាហរណ៍ថាអ្នកនរគ្នាកំពុងតែធ្វើអាសាមិនសុកស្រាប់តែមានអារម្មណ៍ធន់ទ្រាំអត់ចង់ធ្វើវាទៀតទេចង់ពន្យាពេលអញ្ចឹងអ្នកនរគ្នាគួរតែប្រឡាប់ខ្លួនឯងថាអញ្ចឹងយើងធ្វើការងារហ្នឹងតែ5 នាទីទៅ20នាទីទៀតចាំសម្រាប់ក៏បានដែរអញ្ចឹងការដែលយើងប្រឡាប់ខ្លួនឯងបែបហ្នឹងគឺវាអាចជួយដោះស្រាយបញ្ហារបស់យើងបានមួយពេលដែរចំពោះចំណុចទី4អ្នកនរគ្នាគួរតែលុបបំបាត់ចោលនៅអ្វីដែលធ្វើឲ្យរំខានដល់អ្នកនរគ្នាត្រូវសួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យប៉ះពាល់មានផលរំខានដល់អ្នកនរគ្នាខ្លាំងបំផុតមិនថាតែជា social media មិនថាតែជាព័ត៌មានផ្សេងមិនថាតែសារសលេងពីទូរស័ព្ទរបស់យើងមិនថាតែសំឡេងដែលនៅជុំវិញខ្លួនរបស់យើងនោះទេអញ្ចឹងយើងត្រូវតែដឹងថាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់យើងខ្លាំងបំផុតហើយយើងគួរតែលុបបំបាត់វាចោលឧទាហរណ៍ថាបើសិនបើទូរស័ព្ទវាជាកត្តាចម្បងដែលធ្វើឲ្យយើងបាត់បង់នៅសមាធិអញ្ចឹងមុនពេលដែលយើងធ្វើកិច្ចការមួយយើងគួរតែយកទូរស័ព្ទរបស់យើងទុកឲ្យបានឆ្ងាយពីដៃរបស់យើងបំផុតតាមតែអាចធ្វើទៅបានឬក៏អាចបើក airplane mode បើសិនជាអ្នកនរគ្នាអត់ចង់បើក airplane mode អញ្ចឹងអ្នកនរគ្នាអាចដាក់ silent ក៏បានដែរនិយាយទៅកុំឲ្យធ្វើមិនវាអាចផ្ដល់ផលរំខានដល់សមាធិរបស់យើងបានចំពោះចំណុចចុងក្រោយគឺអ្នកនរគ្នាគួរតែផ្ដល់ reward ចំពោះខ្លួនឯងពេលដែលយើងធ្វើនៅកិច្ចការអីមួយបានសម្រេចនៅពេលដែលយើងបានធ្វើកិច្ចការមួយហ្នឹង
ង់បានសម្រាប់ជោគជ័យមិនថាតែការងារមួយនឹងវាជាការងារតូចតាចឬក៏ការងារធំដុំក៏ដោយវាគឺជារឿងសំខាន់ដែលយើងគួរតែឲ្យ reward ចំពោះការខិតខំប្រឹងប្រែងរបស់យើងដើម្បីលើកទឹកចិត្តខ្លួនយើងឲ្យកាន់តែខំប្រឹងប្រែងចំពោះកិច្ចការងារផ្សេងៗទៀតយើងគួរតែផ្ដល់ឱកាសសម្រាប់ខ្លួនឯងនៅក្នុងការដែលយើងធ្វើរឿងណាដែលយើងចង់ធ្វើនៅរឿងណាដែលយើង enjoy ធ្វើនៅរឿងណាដែលយើងគិតថាវាសប្បាយរីករាយមិនថាតែយើងមើលរឿងមើលទូរទស្សន៍មើល social media ឬក៏លេង video game នោះទេឬក៏អាចទៅចូលរួមនៅ event ផ្សេងៗក៏ដោយគឺយើងគួរតែធ្វើទៅតាមការចង់របស់យើងមិនគួររៀបរៀងខ្លួនឯងនោះទេដោយសារតែយើងបានបំពេញការងាររបស់យើងបានរួចស្រេចហើយអញ្ចឹងយើងអត់មានរឿងអីទៅរៀបរៀងកុំឲ្យយើង enjoy នៅក្នុងរឿងទាំងអស់ហ្នឹងនោះទេសរុបមកវិញខ្ញុំសង្ឃឹមថាថ្ងៃនេះអ្នកនរគ្នានឹងព្យាយាមកែប្រែខ្លួនឯងដោយយើងជ្រើសរើសយកកិច្ចការណាមួយដែលយើងតែងតែកិច្ចវេះជាប្រចាំហើយយើងកំណត់ពេលវេលាត្រឹមតែ5នាទីប៉ុណ្ណោះហើយយើងអង្គុយចុះធ្វើវាដោយមិនមានសម្ពាធដោយមិនមានperfection ចឹងនៅក្នុងជំហានដំបូងវាអាចនឹងពិបាកនៅក្នុងការចាប់ផ្ដើមក៏ប៉ុន្តែពេលដែលលើកទី2លើកទី3អញ្ចឹងយើងនឹងថ្នាក់ជាមួយនឹងការងារមួយនឹងហើយមានថ្ងៃមួយបើសិនបើអ្នកនរគ្នាកន្លែងមកមើលវិញនោះអ្នកនរគ្នានឹងដឹងថាអនាគតរបស់អ្នកនរគ្នាផ្លាស់ប្ដូរមិនមែនព្រោះតែទម្លាប់ធំៗដែលយើងធ្វើនោះទេក៏ប៉ុន្តែវាកើតឡើងចេញពីទម្លាប់ទូចៗដែលយើងធ្វើជាប្រចាំថ្ងៃចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងទទួលបាននៅចំណេះដឹងថ្មីៗពីវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយកចំណុចទាំងអស់ហ្នឹងធ្វើជាមេរៀនឬក៏អ្នកនរគ្នាអាចយកទៅអនុវត្តបានបើសិនបើអ្នកនរគ្នាជាមនុស្សម្នាក់ដែលតែងតែពន្យាពេលហើយខ្ញុំសង្ឃឹមថាវានឹងផ្ដល់ជាបទពិសោធន៍ក៏ដូចជាអាចធ្វើឲ្យអ្នកនរគ្នាកែប្រែខ្លួនឯងបានជាចុងក្រោយបើសិនបើអ្នកនរគ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like និង comment ផងហើយជាពិសេសគឺកុំភ្លេចចុច subscribe ចំពោះ channel Innoglo ដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតហើយខ្ញុំក៏សូមធ្វើការអរគុណទៅកាន់អ្នកនរគ្នាដែលបានចំណាយពេលវេលានៅក្នុងការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយខ្ញុំក៏សូមធ្វើការសុំទោសបើសិនបើខ្ញុំនិយាយទៅមានកន្លែងណាមួយដែលខុសឆ្គងឬក៏ខុសនៅពាក្យសម្ដីដល់ប្រការណាមួយហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ